ការរស់នៅលើភូមិបណ្ដែតទឹករបស់បងប្អូននៅទីនោះក្រៅពីមុខរបរនេសាទគឺពួកគាត់ចិញ្ចឹមត្រីហើយនេះគឺកន្លែងផ្ទះបងប្អូនមួយដែលគាត់ចិញ្ចឹមត្រីហើយឥឡូវដល់ខែប្រមូលផលប៉ុន្តែគ្រាន់ថាឆ្នាំនេះបានផលតិចតួចខ្លាំងកូនគាត់ដាក់ប្រហែលជា 4000 កូនតែបានទិន្នផលកន្លះតោនដោយសារតែវាខ្វះចំណីអញ្ចឹងទៅបរិមាណត្រីនៅក្នុងហ្នឹងគឺវាស៊ីគ្នាវាហើយមួយទៀតការចិញ្ចឹមត្រីនៅរាំងទិលនៅក្នុងទន្លេហ្មងគឺគេចិញ្ចឹមដាក់បែអត់ចិញ្ចឹមដាក់ស្រះទេអញ្ចឹងទឹកវាដូរទៅវិញទៅមកវាដូចជាត្រីធម្មជាតិដែរទេក៏ប៉ុន្តែអ្វីដែលខុសគ្នាគឺត្រង់សេរីភាពរបស់ត្រីន័យថាបើសិនជាត្រីធម្មជាតិអញ្ចឹងវាចង់ទៅណាទៅនឹងវាចង់ទៅណាទៅនឹងអញ្ចឹងហើយអញ្ចឹងស៊ីអីវាខំប្រឹងដាក់រត់ខ្លួនឯងប៉ុន្តែសម្រាប់ត្រីដែលចិញ្ចឹមនៅនេះគឺដាក់ចំណីគេស៊ីស្រាប់ហើយពេលចាប់នេះក៏មានរួចខ្លះដែរប៉ុន្តែអារួចនឹងអត់ទៅណាទេវានៅតែជុំវិញអញ្ចឹងនៅវល់ពេញហ្នឹងចាំទៅថ្ងៃណាមួយគេមកបបក់គេមកស្ទូឌីយោទៅបាត់ទេពីតែគ្នាធ្លាប់រស់នៅក្នុងបាយរស់នៅស្រួលអាហ្នឹងគេហៅត្រីដាក់មានអត់ដូចត្រីដែលរស់នៅតាមសមាជីវហ្នឹងហៅត្រីដាក់ក្រ